បាទសូមជម្រាបសួរកូនៗទាំងអស់គ្នាជាទីស្រឡាញ់បាទថ្ងៃនេះលោកគ្រូសូមបន្តមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី10ត្រង់ចំណុចកូនសោដែលគេហៅវេយ្យាករណ៍កូនៗណាសញ្ញាឧទានបាទអានតាមលោកគ្រូណាសញ្ញាឧទានបាទកូនសរសេរសញ្ញាឧទានអញ្ចឹងណាកូនលោកគ្រូសាកសរសេរឲ្យមើលយើងត្រូវសេត្រេអញ្ចឹងហើយចុចមួយណានឹងសញ្ញាឧទានបាទអញ្ចឹងចាប់ផ្ដើមអានវេយ្យាករណ៍យើងកូនណាចូលអានឧទាហរណ៍ខាងក្រោមតើសញ្ញាឧទានសម្រាប់ធ្វើអ្វីបាទអញ្ចឹងយើងអានតទៀត1យីលំបាកណាស់តាសញ្ញាឧទានមាន2កូនណា2យីធ្វើអ្វីដូច្នោះសញ្ញាឧទានបាទ3យាយដំរីធំណាស់បាទ4អាយ៉ាទូរស័ព្ទនេះល្អណាស់បាទ5យីធ្វើខុសហើយនៅតែមិនដឹងខ្លួនបាទនៅក្នុងឧទាហរណ៍ទី1សញ្ញាឧទានសញ្ញាជាឧទានសម្រាប់សម្គាល់សេចក្តីត្អូញត្អែបាទឧទាហរណ៍ទី2សម្គាល់ពាក្យស្តីបន្ទោសឧទាហរណ៍ទី3សម្គាល់ការភ័យស្លន់ឧទាហរណ៍ទី4សម្គាល់ការស្ងោចសរសើរឧទាហរណ៍ទី5សម្គាល់កំហឹងបាទអញ្ចឹងចូលនិយមបន័យយើងកូនណាសញ្ញាឧទានសម្រាប់ដាក់ក្រោយពាក្យឃ្លាឬល្បះដើម្បីសម្គាល់ពាក្យឧទានដែលសម្ដែងអំពីការភ័យស្លន់ដំអោញការបន្ទោសការស្ញោចសរសើរនិងកំហឹងលំហាត់ចូលតែងល្បះដោយប្រើសញ្ញាឧទានឲ្យបាន5ល្បះបាទកូនសាកល្បងតែងល្បះណាឥឡូវយើងសាកល្បងយីការងារច្រើនណាស់បាទចឹងអត់ល្អឯងកូនណាតែល្បះហ្នឹងគឺត្រឹមត្រូវប្រើសញ្ញាឧទានណាបាទអញ្ចឹងយើងអាចតែងល្បះទី2ទៅបាទយ៉ាកូននេះរៀនពូកែណាស់បាទចឹងកូនសាកល្បងតែងល្បះ3ទៀតណាអញ្ចឹងឃើញថាអត្ថបទមេរៀនវេយ្យាករណ៍យើងសញ្ញាឧទានបានបញ្ចប់ទៅត្រឹមនេះហើយលោកគ្រូសូមជូនពរកូនឲ្យទទួលបានសុខភាពល្អជោគជ័យក្នុងការសិក្សាលោកគ្រូសូមអរគុណនិងសូមជម្រាបលា